អ្នកទាំងអស់គ្នាខ្ញុំកំពុងតែហិតនេះគុំច្រឡំថាថ្នាំអីតែពិតវាគឺជាអាចជ្រូកខ្ញុំបានមកកសិដ្ឋានកន្លែងគាត់ហ្នឹងគឺគាត់បានបង្ហាញអំពីរបៀបនៃការចិញ្ចឹមជ្រូកដែលអត់មានក្លិននេះសំដៅទៅលើការចិញ្ចឹមជ្រូកអត់ស្អុយហើយទោះបីជាវាអាចមកក៏អត់ធំក្លិនស្អុយដែរដោយអ្នកទាំងអស់គ្នាបានឃើញខ្ញុំកំពុងហិតមិនអញ្ចឹងការចិញ្ចឹមរបស់គាត់ឃើញគឺអត់មានដាក់នៅលើស៊ីម៉ងដូចយើងឃើញទេគឺគាត់មានលក្ខណៈពិសេសនៅក្នុងការចិញ្ចឹមរបស់គាត់ដែលមើលទៅវាបូកជាមួយនឹងធម្មជាតិមិនអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងធ្វើឲ្យអាចជ្រូកនឹងអត់ស្អុយតតែសោះអត់មានធំក្លិននេះមិនតិចអាចជ្រូកនៅទឹកដុំហ្មងពីពួកជ្រូកបាទដាក់ស្ងែមើលរៀនស៊ីហើយដំបងបាន3នៅសល់5ទៀតទុកទៀតតើបានដាក់3sẽធ្លាប់ឈ្មោលម្ដងអស់ហើយត្រូវចាំថាអនឯងអត់ complete អត់ប៉ុណ្ណឹងប្រជែងជាមួយនរណាទេប៉ុន្តែប៉ុណ្ណឹងប្រជែងមួយខ្លួនឯងថ្ងៃនេះត្រូវតែប្រសើរជាងខ្លួនឯងម្សិលមិញតែស្អែកឡើងត្រូវតែធ្វើឲ្យល្អជាងថ្ងៃនេះបងហ្នឹងស៊ីបាយស្រាហ្នឹងបងបាយស្រាលាយចំណីអីជីទៀតហ្នឹង